ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានយាងចាស់ចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ប្រទេសបារាំងដើម្បីយាងចូលរួមកិច្ចប្រជុំនៅបណ្ឌិតសភាវិជាសាស្ត្រឆ្នេះ Stand Up ក៏ដូចជា Page Stand Up News នឹងធ្វើការលំអិតព្រំមីនីទីក្រុងភ្នំពេញព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅវេលាម៉ោង 9 ព្រឹកនៅថ្ងៃទី 1 ខែធ្នូឆ្នាំ 2025 នេះបានយាងចាក់ចេញពីរាជធានីភ្នំពេញហើយដើម្បីឆ្ពោះទៅកាន់ទីក្រុងប៉ារីសប្រទេសបារាំងរយៈពេល1សប្តាហ៍ដើម្បីយាងចូលរួមកិច្ចប្រជុំនៅបណ្ឌិតសភាវិជាសាស្ត្រនៅក្នុងព្រះរាជសារផ្ញើជូនទៅដល់ជនរំជៀនព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងបានមានព្រះរាជបន្ទូលឲ្យដឹងផងដែរថានៅក្នុងឱកាសដែលព្រះអង្គគង់ប្រថាប់នៅក្រៅប្រទេសនេះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានឹងទទួលជួយក្នុងព្រះបរមនាមរបស់ព្រះអង្គជាប្រមុខរដ្ឋស្ដីទីសូមបញ្ជាក់ផងដែរថាក្នុងឱកាសគង់ប្រថាប់នៅទីក្រុងប៉ារីសព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងក៏សពព្រះハរតីដាច់យាងតូតបណ្ណាគារយាងតូតហាងលក់ DVD យាងតូតវត្តខេមរារាមយាងតូតបណ្ណាល័យឧត្តមសិក្សានិងអរិយធម៌ប៊ូឡាយាងតូតព្រះរាជដំណាក់ថ្មីនៅទីក្រុងប៉ារីសសូមបញ្ជាក់ផងដែរថាបណ្ឌិតសភាវិជាសាស្ត្រគឺជាសមាគមអ្នកសិក្សាមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1922 សកម្មភាពរបស់បណ្ឌិតសភាវិជាសាស្ត្រភាគច្រើនតាក់ទងទៅនឹងភូមិសាស្ត្រនិងប្រវត្តិសាស្ត្រទូទៅនៅទ្វីបអាហ្វ្រិកអាមេរិកឡាទីនអាស៊ីនិងអូសេអានីបណ្ឌិតសភាវិជាសាស្ត្រត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1922 ដោយលោក Paul Boudry ដើម្បីសិក្សាអំពីបញ្ហាជាក់លាក់នៃទឹកដីនៃបណ្ដាប្រទេសនិងរដ្ឋដែលធ្លាប់បានស្ថិតក្រោមអាណាព្យាបាលបារាំងដើមឡើយបណ្ឌិតសភាវិជាសាស្ត្រមានឈ្មោះថាបណ្ឌិតសភាវិជាសាស្ត្រអាណានិគមនិងត្រូវបានបដូរឈ្មោះជាបណ្ឌិតសភាវិជាសាស្ត្រនៃប្រទេសឯនីសមុទ្រក្នុងខែមិថុនាឆ្នាំ 1957 បណ្ឌិតសភាវិជាសាស្ត្រមានបាវចនាចំណេះដឹងការយល់ដឹងការគោរពសេចក្តីស្រឡាញ់មានអាយុកាលជាង 100 ឆ្នាំបណ្ឌិតសភាវិជាសាស្ត្រនៃប្រទេសឯនីសមុទ្រមានបណ្ណាល័យដែលតម្កល់សៀវភៅជាង 70000 ក្បាលធ្វើឲ្យបណ្ឌិតសភាវិជាសាស្ត្រក្លាយទៅជាធនធានឈានមុខគេសម្រាប់វប្បធម៌នៃអតីតប្រទេសស្ថិតនៅក្រោមអាណានិគមនៅឯនីសមុទ្របណ្ឌិតសភាវិជាសាស្ត្រក៏ផ្ដល់រង្វាន់ដែលទទួលស្គាល់ការសិក្សាទាក់ទងទៅនឹងទឹកដីប្រវត្តិសាស្ត្រវប្បធម៌នៃបណ្ដាប្រទេសឯនីសមុទ្រផងដែរបានចឹងព័ត៌មានដែលយើងខ្ញុំបានលើកឡើងក៏សូមឲ្យចប់មានការខុសឆ្គងសូមអធិស្ឋាន